ធ្លាប់ចូលទៅលេងប្រទេសថៃរយៈពេល2ម៉ោងហើយត្រឡប់មកខ្មែរវិញអត់បងប្អូនហើយកន្លែងនេះគឺជាកន្លែងជួលម៉ូតូដែលយើងអាចជិះនៅក្នុងខេត្តស្រែកែវឯប្រទេសថៃបានជម្រាបសួរបងប្អូនទាំងអស់គ្នានិយាយទៅគឺខ្ញុំមានការងារនៅឯប៉ោយប៉ែតអញ្ចឹងហើយក៏ឆ្លៀតទៅថាវាយ passport ចូលទៅលេងនៅស្រុកថៃតិចទៅប៉ុន្តែចង់និយាយថាឥឡូវហ្នឹងយើងចង់ចូល1ម៉ោងឬក៏2ម៉ោងមកល្ងាចប៉ុណ្ណាក៏ដោយគឺយើងត្រូវតែវាយ passport ដូចជំនាន់មុនទេអញ្ចឹងគឺយើងត្រូវតែវាយ passport ចូលមួយផ្លែតឬក៏ដោយមិនក៏ដោយនិយាយទៅគឺត្រូវតែវាយ passport គ្រប់ពេលវេលាតែម្ដងបងប្អូនអញ្ចឹងក្រោយពីយើងវាយនៅដីខ្មែរហើយយើងចូលមកវាយនៅដីថៃម្ដងអញ្ចឹងនៅពេលដែលវាយរួចរាល់នេះបងប្អូនឃើញទេគឺកន្លែងដែលឡើងរថភ្លើងទៅឯបាងកកនឹងឯងជាកន្លែងប្រចាំរបស់ខ្ញុំហើយឲ្យតែពេលខ្ញុំទៅបាងកកគឺខ្ញុំជិះរថភ្លើងនឹងឯងបងប្អូនហើយកន្លែងនេះគឺជាកន្លែងជួលម៉ូតូដែលយើងអាចជួលបានក្នុងមួយថ្ងៃ500បាតឬក៏3ម៉ោង100បាតនិយាយទៅការជួលម៉ូតូរបស់គេហ្នឹងងាយស្រួលមែនតើបើសិនជាយើងចង់ជួលម៉ូតូជិះនៅក្នុងខេត្តស្រែកែវឬក៏យើងចង់លក្ខណៈថាជិះក្នុងផ្សារលង្គឺអញ្ចឹងទៅអញ្ចឹងអត់ពិបាកហត់នឹងការដើរទេគឺយើងអាចជួលម៉ូតូជិះបានឬក៏យើងអាចជួលរបៀបជាឡានដបូលខ្ញុំពិបាកនិយាយប្រាប់បងប្អូនណាប៉ុន្តែគឺមានអាឡានដបូលហ្នឹងហើយឥឡូវចូលមកដល់ Seven នេះវិញផងដែរគឺយើងមករករបស់ញ៉ាំសិនគឺនេះគឺជាបធាតម្លៃត្រឹមតែ22បាតបធាត្រាំរបស់គេហ្នឹងប៉ុន្តែមានគ្រាប់ប៉ុន្តែឆ្ងាញ់ស្រួយបងប្អូនហើយអត់ក្លិនវាអត់ក្លិនមេត្រាំទេគឺនិយាយទៅគឺឈ្ងុយឆ្ងាញ់ហ្មងណាហើយនេះគឺជាបំពង់ហឺតដែលគ្រប់គ្នាតែងតែហឺតទាំងខ្ញុំទាំងគេអញ្ចឹងណាហ្នឹងហើយតម្លៃត្រឹមតែ39បាតតែប៉ុណ្ណោះបងប្អូនជាពិសេសនេះសាឡាត់រុំកាទៀវនេះបងប្អូនខ្ញុំណែនាំឲ្យញ៉ាំឆ្ងាញ់មែនតើនៅពេលដែលខ្ញុំទៅដល់បាងកកខ្ញុំតែងតែញ៉ាំកាទៀវរុំសាឡាត់នឹងជាប្រចាំតែម្ដងព្រោះឆ្ងាញ់និយាយមែនខ្ញុំអត់ខំពីព្រោះនៅក្នុងនោះវាមានគេថាប្រហិតសាច់ក្តាមហ្នឹងហើយខ្ញុំចូលចិត្តញ៉ាំប្រហិតសាច់ក្តាមផងអញ្ចឹងមិនឲ្យរំលងយូរនោះទេគឺត្រូវតែញ៉ាំឲ្យបងប្អូនអញ្ចឹងនៅពេលដែលយើងបានមកដើរមើលសវែនតិចតួចឃើញរបស់ញ៉ាំរបស់អីហើយគឺយើងត្រូវតែយករបស់ណាដែលយើងមិនញ៉ាំទេយើងទុកវិញទៅឥឡូវយើងតម្រង់ទៅចំណុចសំខាន់របស់យើងគឺខ្ញុំទៅ Big C អញ្ចឹងខ្ញុំហៅម៉ូតូឌុបជីខ្ញុំអត់ជួលម៉ូតូទេព្រោះខ្ញុំទៅតែមួយផ្លែតដដែលហ្នឹងអញ្ចឹងខ្ញុំហៅម៉ូតូឌុបជីទៅពីកន្លែងវាយ passport ហ្នឹងទៅដល់ Big C ប្រហែលជា1គីឡូតិចតួចហ្នឹងខ្ញុំជីអស់50បាតទៅវិញទៅមកអញ្ចឹងណាហ្នឹងហើយជាក់ស្ដែងគឺខ្ញុំឲ្យលោកពូម៉ូតូឌុំគាត់ចាំដោយសារទៅដល់ Big C ហ្នឹងរៀងពិបាកហៅម៉ូតូឌុំបន្តិចពីព្រោះវារៀង1គីឡូជាងដែរណាដីអញ្ចឹងក៏ឲ្យគាត់អង្គុយចាំយើងបន្តិចទៅព្រោះខ្ញុំទិញប្រហែលជាកន្លះម៉ោងឯងចូលទៅយកអីវ៉ាន់ផ្លែតគ្រាន់តែមកដល់ Big C ភ្លាមបងប្អូនអើយគឺថាតម្រង់ទៅរកកន្លែងដែលយើងត្រូវទៅទិញនឹងតែម្ដងមិនឲ្យបងអង្គយូរនោះទេព្រោះទូមិនបានទៅដល់បាងកកក៏ដោយក៏បានវាយ passport ចូលទៅស្រះកែវចូលមក Big C ថៃនឹងដែរបងប្អូនឥឡូវមកសាប៊ូដុសខ្លួនដែលខ្ញុំប្រើជាប្រចាំថ្នាំដុសធ្មេញដែលខ្ញុំប្រើជាប្រចាំសាប៊ូកក់សក់សាប៊ូបន្ទន់សក់ជាក្រែមបន្ទន់សក់ដែលខ្ញុំប្រើជាប្រចាំនិយាយទៅគឺប្រើជាប្រចាំតែម្ដងបើថាអស់ពេលណាគឺខ្ញុំត្រូវឡើងទៅបាងកកទៅទិញហើយប៉ុន្តែជាក់ស្ដែងដោយសារខ្ញុំមានការងារនៅប៉ោយប៉ែតស្រាប់អញ្ចឹងកុំឲ្យខាតលក្ខណៈថាដាក់ passport មកយើងចូលមកទិញផ្លែតមកចំណេញបានរាប់ខែដែរអញ្ចឹងណាបងប្អូននេះគឺជា Big C ដែលខ្ញុំមកហ្នឹងបងប្អូននៅក្នុងខេត្តស្រះកែវបងប្អូនហើយឥឡូវយើងទិញអីវ៉ាន់រួចរាល់ហើយតោះវាយ passport ចេញទៅខ្មែរវិញដើម្បីបំពេញការងាររបស់ខ្ញុំនៅពេលល្ងាចជាបន្តទៀតហើយនេះគឺរថភ្លើងគេបានចេញទៅបាងកកណាបងប្អូនគេចេញម៉ោង6:58នាទីព្រឹកមួយនិងម៉ោង2:50នាទីថ្ងៃមួយចាគឺមាន2ពេលក្នុងមួយថ្ងៃហើយកន្លែងវាយ passport ចេញហ្នឹងជាមួយនឹងកន្លែងរថភ្លើងហ្នឹងនៅជាប់គ្នានឹងតែម្ដងបងប្អូននេះគឺជាកន្លែងជិះរថភ្លើងណាស្ថានីយ៍រថភ្លើងណាបងប្អូនហើយបងប្អូនឃើញអាប៉ាយពណ៌ខៀវៗនោះឃើញទេដែរកន្លែងវាយលិខិតឆ្លងដែនចេញទៅស្រុកខ្មែរវិញកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺជាប់គ្នាហ្នឹងមានបងប្អូនយើងច្រើនមែនតើសួរខ្ញុំថាកន្លែងជិះរថភ្លើងនៅណាគឺនៅកន្លែងដែលយើងដើរទៅតម្រង់វាយ passport ចេញមកស្រុកខ្មែរវិញហ្នឹងបងប្អូនអត់ពិបាករកទេងាយស្រួលមែនតើហើយមកដល់គឺញ៉ាំបំពេញរាជជាមួយគ្រឿងក្លុកមានអីចឹងណាហ្នឹងហើយព្រោះជារបស់ដែលត្រូវតែញ៉ាំឲ្យបញ្ជូរនេះគឺខ្វះមិនបានទេបងប្អូនអើយសឹងតែរាល់ថ្ងៃបើថាអត់ទេកន្លងតឹងក្រោយផ្ទះហ្នឹងគឺញ៉ាំឲ្យយប់ឡើងក៏
ញ៉ាំដល់តែឃ្លានឥឡូវមិនឲ្យបងអង្គយូរទេយើងដើរលេងនៅស្រះកែវហើយយើងមកដើរលេងនៅផ្សារទឹកពុះនៅឯប៉ោយប៉ែតបន្ថែមទៀតបងប្អូននិយាយទៅគឺលក្ខថាល្ងាចឡើងគឺសម្បូររបស់ញ៉ាំណាស់បងប្អូនអើយនិយាយទៅលក្ខណៈថាធៀមតែលុយធៀមតែកាពះធៀមតែមាត់ទៅបានហើយរបស់ខ្ញុំគឺច្រើនសម្បូរបែបហើយផ្លែហើយលក្ខណៈថាឃើញមួយណាក៏តំណងណាជាពិសេសផ្លែឈើម្ជូរហ្នឹងគឺលក្ខណៈថាជាទីគាប់ចិត្តរបស់ខ្ញុំហើយរឿងផ្លែឈើម្ជូរលេខ1ចូលចិត្តណាស់បងប្អូនហើយញ៉ាំរាល់ថ្ងៃហើយរបស់ញ៉ាំមានកាទៀវមានប្រភេទគ្រឿងស៊ុបប្រភេទគ្រឿងសម្រន់មានប្រភេទអាំងអីហ្នឹងគឺបំពងហ្នឹងគឺសម្បូរបែបមែនតើផ្សារទឹកពុះនៅឯប៉ោយប៉ែតមិនត្រឹមតែលក់របស់ញ៉ាំទេរបស់ប្រើប្រាស់ដូចជាកាបូបកៅអៅសលៀកបំពាក់គ្រឿងថាគ្រឿងសម្អាងគ្រឿងតុបតែងកាយតុក្កតាផ្សេងហ្នឹងគឺក៏មានដែរបងប្អូននិយាយទៅគឺសម្បូរបែបហើយតម្លៃគឺទៅតាមនឹងចឹងទៅបងប្អូនហ្នឹងហើយបើយើងយកអាធំទៅវាថ្លៃយកទូចទៅថោកយករបស់ល្អទៅវាថ្លៃយករបស់មិនសិនល្អទៅវាថោកហើយបងប្អូនហ្នឹងហើយមកដល់កន្លែងនេះវិញគេលក្ខណៈថាញោមគេញោមឲ្យសាច់តែម្ដងប៉ុន្តែបងប្អូនឆ្ងាញ់ណាស់គ្រាន់ថារៀងហឹរបន្តិចបើសិនជាបងប្អូនអត់ចេះហឹរអីរៀងប្រយ័ត្នប្រយែងដែរហ្នឹងណាប៉ុន្តែកន្លែងគាត់នេះឆ្ងាញ់មែនតើញោមហ្នឹងបងប្អូនគឺថាគ្រឿងសមុទ្រវិញស្រស់តែម្ដងបងប្អូនអើយយីមែនហើយមិនចេះតែនិយាយគាត់ណាគឺខ្ញុំទិញញ៉ាំបងអូនខ្ញុំទិញញ៉ាំហើយគឺគ្រឿងសមុទ្រស្រស់មែនហើយឆ្ងាញ់យីមែនហើយតែក្រូចស្រស់នេះវិញផងដែរលក្ខណៈថាយើងចង់ញ៉ាំទឹកក្រូចស្រស់អីចឹងក៏មានដែរអត់ពិបាកនោះទេនិយាយទៅមកផ្សារទឹកពុះសម្បូររបស់ញ៉ាំណាបងប្អូនអញ្ចឹងមិនថាបើមកប៉ោយប៉ែតណាកុំខ្លាចថាក៏បាក់រកអីញ៉ាំអីបាច់ភ័យទេល្ងាចឡើងមកផ្សារទឹកពុះមកមិនខ្វះទេចង់ញ៉ាំអីក៏មានដែរគឺគ្រប់មុខតែម្ដងហើយជាពិសេសដែលខ្ញុំទៅដល់បាងកកឲ្យម្ដាយចោលនេះគឺណែមអាំងនេះបងប្អូនចូលចិត្តណាស់ជាពិសេសយកអាជូរខ្លាំងបងប្អូនអើយ20 បាតកន្លែងខ្លះ5 10 បាតអីចឹងណាឆ្ងាញ់ណាស់បងប្អូនណែមជូរនឹងខ្ញុំចូលចិត្តលេខ1តែម្ដងណាជាមួយនឹងម្ទេសហើយនឹងខ្ញីជាមួយនឹងស្ពៃក្តោបគេអូដាក់មកជាតិត្រូវតែម្ដងពិសេសនេះកាពិបុកនឹងក៏ឆ្ងាញ់ដែរបងប្អូនកុំភ្លេចណាតលេងប៉ែតកុំភ្លេចតលេងផ្សារទឹកពុះទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយ like ជួយ share និងជួយផ្ដល់ជាកម្លាំងចិត្តចូលទៅ subscribe channel YouTube ឲ្យខ្ញុំផងណាអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា